អស់ចាណាស់ពុកម៉ែបងប្អូនហើយបាទវត្តមានព្រះអង្គវិន័យវិស័យបណ្ឌិតចន្ទមនីនិមន្តទៅដល់ទីណាដឹងតែផ្អើលដឹងតែកក្រើកបាទអស់ឋានមនុស្សអស់ឋានទេវតាហើយបាទពុកម៉ែបងប្អូនមហាពុទ្ធបរិស័ទច្រើនកកបានអញ្ជើញបានមកចូលរួមនៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានានៅក្នុងវត្តស្វាយរំពីស្ថិតនៅក្នុងឃុំស្វាយរំពីស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងបាទពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យខាតនៅពេលវេលាយូរពុកម៉ែបងប្អូនទាំងអស់គ្នារីករាយតាមដានទស្សនានៅខ្សែវីដេអូទាំងស្រុងជាមួយខ្ញុំបាទទាំងអស់គ្នាក្រុមជួនដល់ពុទ្ធបរិស័ទចាត់ឡើងវងណាស់ក្រុមបាទជួនមហាពុទ្ធបរិស័ទរាល់ហើយបាទឥឡូវនេះបាទដល់ពេលបាទវិលីអង្គព្រះនិមន្តធ្វើត្រឡប់ទៅកាន់វត្តចន្ទយុទ្ធនារាមហើយវត្តសុខឆ្នាំបាទហើយទស្សនភាពបាទគុំតែកោះកោបាទគួរមែនទែនដែលមហាពុទ្ធបរិស័ទបាទដែលគាត់អញ្ជើញបាទគាត់មានការថាមានទឹកចិត្តជ្រះថ្លាជាមួយព្រះអង្គដើម្បីចោមរួមបាទចង់ឃើញព្រះព្រះអង្គចង់ទទួលយកការប្រព្រឹត្តចង់ទទួលបានការប្រព្រឹត្តពីព្រះអង្គមានតែផ្សេងយ៉ាងតែនេះបាទគង់តែរូបវិស័យតែចិត្តបាទចិត្តឡានផងហ្នឹងណាបាទហើយនេះគឺព្រះអង្គបានបាទនិមន្តទៅតាមប្រជញ្ញរបស់ព្រះអង្គដើម្បីចេញបាទធ្វើត្រឡប់បាទទៅខាងបាទទៅវត្តរបស់ព្រះអង្គនេះហើយបាទគឺវត្តចន្ទបច្ចុតនារាមហើយវត្តសុទ្ធបាទគឺមាន4បាទរថយន្តជាមន្ត្រីនគរបាលបាននាំមុខបាទរថយន្តរបស់ព្រះអង្គចេញទៅហើយបាទសម្រាប់វីដេអូមួយនេះបាទគឺមានប៉ុណ្្នឹងទេបាទហើយក៏សូមការខន្តីអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបើសិនបាទមានចំណុចខ្វះខាតបាទក្នុងចំណុចណាមួយសូមការខន្តីអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរហើយសូមអរគុណនិងសូមបាទគោរពជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាបាទឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់សុទានមានបានគ្រប់ក្រុមគ្រួសាររាល់ការធ្វើដំណើរពីចិត្តពីឆ្ងាយក៏សូមឲ្យជួបតែសុខសុវត្ថិភាពគ្រប់ពេលវេលាគ្រប់ទីកន្លែងបាទគណៈពេលនេះខ្ញុំបាទសូមអរគុណបាទនិងសូមគោរពលាបាទលោកយាយលោកតានៅខាងនោះស្រួលអេរយាប័តឲ្យស្រួលទៀតព្រះអង្គធម្មនៈវាស័យចន្ទមនីលោកនិមន្តមកនៅខាងស្រុកកំពង់លែងហើយស្វាយរំពីពុកម៉ែបងប្អូនចង់ភ្លេចបាទគឺវត្តស្វាយរំពីបាទនេះបាទវត្តមានព្រះអង្គបាននិមន្តមកដល់ហើយបាទនៅក្នុងបរិវេណបាទនៃវត្តស្វាយរំពីក្នុងស្រុកប្រវត្តិនេះអនុមោទនាការនិមន្តមកដល់របស់
ព្រះធម្មវណ្ណវាសីបណ្ឌិតច័ន្ទមនីសូមអនុមោទនាសូមញាតិញោមយើងទាំងអស់សម្រួលអេយ៉ាប័តពតាមអធិស្ស្រ័យប៉ុណ្ណាជាមហាកិត្តិយសដ៏ធំធេងណាស់ញាតិញោមដោយបងគ្រូព្រះធម្មវណ្ណវិស័យបណ្ឌិតច័ន្ទមនីលោកបានផ្ដល់ព្រះកិត្តិយសដ៏ខ្ពស់និមន្តមកប្រទានព្រះធម្មវិសេសទេសនានៅក្នុងវត្តអំបវ័នហើយវត្តស្វាយរំលារបស់យើងទាំងអស់គ្នាសូមប្រកាសណាគុណចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងអស់ជ្រះថ្លាទទួលបរិសន្ធារកិច្ចយ៉ាងដោយស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតជំនះសង្ឃអង្គសាវេមានសាវរៈសត្យាត្រង់គេលែគ្មានក្នុងអាត្មាជាបញ្ញត្តិអភុvề tay cũng hộp luôn về tay cô nè tôiព្រះមង្គមខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គធម្មវណ្ណវិស័យបណ្ឌិតច័ន្ទមនីជាទីគោរពសក្ការៈដ៏ខ្ពស់បំផុតសូមគោរពដល់លោកបាលអាយដាមលោកជំទាវលោកស្រីកងកម្លាំងទាំង4បាទសូមសម្រួលអាយ៉ាបតជាកិច្ចបន្តទៅសូមក្រាបថ្វាយបង្គំយាងព្រះអង្គបណ្ឌិតធម្មវិស័យច័ន្ទមនីប្រទានធម៌ទេសនាទៀតមុននឹងសម្ដែងទានធម៌ទេសនាសូមគោរពជ័យព្រមនេះសូមអនុមោទនាខ្ញុំកណាសូមនមស្ការលោកចាស់គ្រប់អង្គព្រមទាំងលោកតាលោកយាយដែលមានវត្តមាននៅទីនេះបើខ្ញុំព្រះករណាស្មូតទៅមានការលើករូបរួមព្រោះអីចេះតែស្ដាប់ទៅទានណាយធ្វើមិនទេពួកមនុស្សជំងឺជាប់ខ្លួនតែជឿរៀងភ្លេចភ្លាំងច្រើនសូមអនុមោទនាបបិទ្ធព្រះអង្គព្រះកាំងពងលើស្នាដ៏សំរំសម្ដែងផលទាំងស្នាដើម្បីអោព្រមកាយវាចាប្រអីយើ
បួនប្រការលំទីមួយគឺកាមតែងទៀងសត្វតាចូលកាមមកកិនអន្លងទីពីភាំងវងខាងទៀងសត្វទុំលៀងឲ្យថ្លាំងធ្ងន់កើតទុកតាមមិញជានឹងរាន់អត់បីស្រាងស្រានក្នុងភពបីអន្លងទីបីតតថាខាងទៀនសត្វទុំលៀងថ្លងអាយបជ័យប្រងទឹកទាំងខំមិនប្របីបាបក្តីបំក្តីអត់អំពើអន្លងទីបួនគឺអញវជាទៀនសត្វឲ្យស្ទាំងស្ទើធ្វើឲ្យវង្វេងមិនឲ្យធ្វើអំពើបំទៀនសាភាវនីបបិទ្ធព្រះគុណព្រះកាំរណាគំលើស្នាក្រែធំវិដឹកនាំយ៉ាងខ្ញុំទាំងអង្គគ្នាឡើងកាន់មើលវិញឆ្លងភពបីសូមអនុមោទនាស្ដាប់ព្រះធម៌ទេសនា